មេផ្សួរបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំត្រូវរង្វាន់ពីក្រុមហ៊ុនខ្មែរ Beverage បានទូរស័ព្ទមួយគ្រឿងហើយទាក់ទងនឹងទូរស័ព្ទ model Galaxy A07 អញ្ចឹងក៏ចង់យកមក review មើលថាតើវាមានអីខ្លះអញ្ចឹងចំពោះការវិចប់ផាន់គេយើងឃើញនៅលើនេះគឺមានឈ្មោះ Galaxy A07 បាទហើយតង់ចំណុចនេះដែរគឺគេមានផ្លាកថាធានា1ឆ្នាំបាទ warranty 1 year ហើយបន្ទាប់មកគឺផ្លាកថាបង់ពន្ធស្របច្បាប់ត្រឹមត្រូវយ៉ាងមកបាទហើយបន្ទាប់ទៀតគឺគេបង្ហាញទាក់ទង memory ហើយនឹង RAM 8GB ហើយ RAM plus ហ្នឹងគឺ 4GB បាទអញ្ចឹងបូកជាមួយនឹង memory 128GB ទៀតបាទហើយចំពោះតម្លៃក៏គេបិទលើនឹងដែរបាទគឺ516,000ឬក៏$129បាទគេដាក់លើនេះបាទអញ្ចឹងចំពោះបដូរអេក្រង់ថ្មីគឺឥតគិតថ្លៃរយៈពេល1ឆ្នាំបាទអញ្ចឹងបងប្អូនមើលគឺរូបរាងបែបនេះបាទពីមុខហើយពីខាងក៏គេមានដែរគឺslim design បាទ7ទំហំចេញមកគឺ 7.6 មីលីម៉ែត្របាទហើយ powerful performance បាទហើយនឹង6ដង OS security បាទកម្រិតសុវត្ថិភាពហើយចំពោះពីខាងនេះវិញគឺមានផ្លាកថា Samsung ហើយខាងលើហើយនឹងខាងក្រោមបាទគឺមានផ្លាកបិទតែមទាក់ទងនឹងលេខម៉ាស៊ីនទាក់ទង model បាទ black លេខស៊េរីផាន់គេនេះបាទហើយចំពោះខាងក្រោយវិញបាទគឺគេបិទផ្លាកមានជាអង់គ្លេសនិងភាសាខ្មែរយើងខាងក្រោមបាទដែលមានទំហំបន្ទុកសម្រាប់ការប្រើប្រាស់អាស្រ័យលើតាមកម្មវិធីបាទមានព័ត៌មានបន្ថែមពីផលិតផលរូបភាពនៅលើប្រអប់បាទហើយដុំសាកដោយលក់ដោយឡែកបាទទាក់ទងផលិតផលនៅក្នុងនេះគឺមានទូរស័ព្ទមួយគ្រឿងហើយនឹងខ្សែសាកសេចក្តីណែនាំនិងបំរាមបាទតោះឥឡូវយើងទៅធ្វើការ unbox បាទតោះបាទអូនេះខាងក្នុងគឺបែបនេះបាទយើងដាក់នេះទៅមួយឡែកមកយើងមកបើកមើលខាងក្នុងមានអីខ្លះបាទគឺទី1គឺទូរស័ព្ទបាទដែលមានស្រោបថង់បែបនេះទី2គឺឆ្នាំងសាកបាទហើយនឹងប្រដាប់ចាក់ស៊ីមបាទយើងបើកមកគឺមានខ្សែសាកមួយបាទអញ្ចឹងដុំគេបញ្ជាក់ប្រាប់ឲ្យថាឲ្យយើងទិញក្រៅផ្សេងបាទយើងត្រូវទៅទិញដុំសាកមួយទៀតហើយនេះគឺជាសភៅណែនាំដូចជាបំរាម55ដែលចេញមកពីក្រុមហ៊ុនហ្នឹងបាទមានអក្សរខ្មែរមានអង់គ្លេសអញ្ចឹងទៅនៅក្នុងនេះយើងមានប្រដាប់ចាក់ស៊ីមនេះមួយអស់ហើយបងប្អូនមានប៉ុណ្ណឹងអញ្ចឹងយើងចូលទៅមើលទូរស័ព្ទមើលថាតើរូបរាងស្អាតយ៉ាងម៉េចដែរបាទហែកថង់ទៅអូមកហើយបងប្អូននេះឃើញថារាងជ្រុងស្អាតដែរយ៉ាស្អាតមែនតើណាបងប្អូនកន្លែងនេះគឺកាសហើយមិចដោយបញ្ចូលថ្មបាទនេះ speaker ហើយពីខាងឆ្វេងនេះគឺមានប្រដាប់ចាក់ស៊ីមបាទបងប្អូនឃើញនេះមានកន្លែងដាក់ស៊ីមហើយចំពោះពីលើបាទគឺយើងមានមិចមួយទៀតហើយនឹងខាងស្ដាំបាទគឺយើងមានប៊ូតុងបិទបើកសំឡេងហើយក៏ដូចជាប៊ូតុង power on បាទហើយផ្ទៃខាងក្រោយបាទយើងមានកាមេរ៉ាហើយនឹង flash បាទកាមេរ៉ា2ហើយ flash 1ហើយរំលេចទៅដោយរូបភាព Samsung បាទអក្សរ Samsung នៅខាងក្រោមនេះស្អាតមែនតើបងប្អូនតោះអញ្ចឹងយើងចុច power on មកបាទនេះមកហើយបងប្អូនអញ្ចឹងកម្មវិធីទូរស័ព្ទថ្មីយើងក៏បាន set up ហើយចូលមកដែរ